សូមគោរពទូទៅពុកម៉ែបងប្អូនបាទថ្ងៃនេះតែក្រាស់ VM 168បានពំនាំរថយន្តមួយគ្រឿងទៀតហើយដែលមានក្នុងស្តុកនៅក្រាស់ VM 168អូតូខាតែម្ដងបាទគឺរថយន្ត OX 300បាទពណ៌មាសឆ្នាំ02ប៉ុង1បាទឆ្នាំ02បងប្អូនឆ្នាំ2000ឆ្នាំផលិតឆ្នាំ2002បាទហើយ01ជាប្រភេទរថយន្តដែលយើងខ្ញុំសម្រិតសម្រាំងល្អបំផុតសម្រាប់ពុកម៉ែបងប្អូនបាទគឺជារថយន្តសំណុំតែម្ដងគឺម្ចាស់ដើមបាទមួយញ៉ែត MC បងប្អូនមួយញ៉ែត MC ម្ចាស់ដើមតែម្ដងហើយជាប្រភេទរថយន្តសឹងតែឆ្នាំស៊ីនមួយជុំទៅហើយពុកម៉ែបងប្អូនទៅលើកោតកញ្ចក់ទៅលើឆ្នាំអញ្ចឹងទីពុកម៉ែបងប្អូនទៅលើខាងមុខខាងក្រោយអីទីទួចបាទមុននឹងខ្ញុំបង្ហាញពីរថយន្តខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនអំពីព័ត៌មានផ្សេងៗនៅក្នុង Garage VS 168បាទពាក់ព័ន្ធនឹងការបងរំលោះមិនថាបងប្អូនទិញជាលុយសុទ្ធឬក៏បងប្អូនបងរំលោះបាទបងប្អូនមានប្រាក់ចូលរួមក៏បានបងប្អូនគ្មានប្រាក់ចូលរួមក្នុងការបងរំលោះក៏បងប្អូនអាចដករថយន្តទៅប្រើប្រាស់បានដែរបាទសម្រាប់ VS 168ផ្ដល់សេវាកម្មនិងឯកទេសបងប្អូនមានតែទីសហការបាទឥឡូវខ្ញុំសូមមកបង្ហាញពីរថយន្តនេះតែម្ដងជាប្រភេទរថយន្តដែលយើងសម្រិតសម្រាំងជាប្រភេទរថយន្តដែលយើងសម្រិតសម្រាំងបាទពីអ្នកជិះផ្ទាស់នៃខេត្តសៀមរាបយើងនេះផ្ទាស់បាទគឺគាត់ម្ចាស់មុនក៏ប្រាប់ថាបងប្អូនមួយញ៉ែត MC បាទម្ចាស់ដើមផ្ទាល់បាទផ្លាកលេខសៀមរាបបាទធ្វើដែរផ្លាកលេខទី3ម្ចាស់ដើមផ្ទាល់ហើយជាប្រភេទរថយន្តប្រើសង្កសុទ្ធក្នុងប្រវត្តិប្រើប្រាស់វាហេបាទពុកម៉ែបងប្អូនហើយគឺលើប្រភេទរថយន្តដូចខ្ញុំបញ្ជាក់មកអញ្ចឹងគឺឆ្នាំវិញគឺទឹកឆ្នាំសឹងតែជាមួយជុំបាទសឹងតែជាមួយជុំម្ដងសម្រាប់រថយន្ត300មួយនេះបាទ OX 300មួយនេះបាទបងប្អូនសំបីសបកកង់ក៏ថ្មីបាទយ៉ាងគឺយើងបាញ់ថ្មីជូនពុកម៉ែបងប្អូនហើយបាទហើយលេងគុជថ្មីជូនពុកម៉ែបងប្អូនទៀតបាទនេះគឺលេងគុជថ្មីជូនពុកម៉ែបងប្អូនបាទគឺគុជថ្មីតែម្ដងបាទហើយផ្លាកលេខខ្ពស់ណាស់ពុកម៉ែបងប្អូនគឺ 2B ម្ចាស់ដើមនឹងអាច MC ពុកម៉ែបងប្អូនបាទកូនកញ្ចក់គឺមួយជុំរបស់លេខស៊ីតែម្ដងបាទគឺមួយជុំគ្មានការផ្លាស់ប្ដូរកញ្ចក់ផ្នែកខាងណាមួយទេបាទសំបីផ្នែកខាងក្នុងគឺនៅស្អាតភ្លឹងតែម្ដងបាទពុកម៉ែបងប្អូនឃើញជាក់ស្ដែងក្នុងវីដេអូខ្ញុំថាGarage VM 168ចេះតែនិយាយចេះតែបង្ហាញរថយន្តមិនស្អាតថាស្អាតមិនមែនទេពុកម៉ែបងប្អូនគឺដៃជើងគឺនៅស្អាតសំណុំរបស់រថយន្តតែម្ដងផ្សំពុះគឺម្ចាស់មុនគាត់បានផ្លាស់ប្ដូរថ្មីហើយទៅលើផ្នែកផ្សំពុះគឺផ្នែកផ្សំពុះលេខ1តែម្ដងគឺស្បែកលេខ1គឺអត់មានការក្តៅទេបាទពុកម៉ែបងប្អូនហើយគឺដេធ្នេស៊ីនរបស់រថយន្តតែម្ដងមកវិញតែម្ដងបាទគឺសំណុំនៅស្អាតទាំងអស់បាទមិនថាដៃជើងមិនថាសំណុំនៃជញ្ជាំងទ្វារគ្មានការបាក់បែកបាទសំបីកូដរថយន្តអីគឺនៅទាំងអស់បាទបងប្អូននេះព័ត៌មាននៃវិជ្ជានៅពេលរថយន្តអីគឺក្លុកកលៀតចៅខ្យងគឺនៅសំណុំរបស់រថយន្តតែម្ដងបាទសម្រាប់រថយន្តមួយប្រភេទនេះដែរពុកម៉ែបងប្អូនតែងតែស្គាល់ហើយគេហៅថាប្រភេទជាលិចស៊ីជាប្រភេទរថយន្ត SUV តែគេផលិតឡើងមកសម្រាប់តម្រូវការរបស់ពុកម៉ែបងប្អូនជាប្រភេទរថយន្តប្រើប្រព័ន្ធភ្លើងទំនើបបាទសំបីខាងក្នុងសិនជាមានខាងក្រោយអីទាំងអស់ពុកម៉ែបងប្អូនខ្លះក៏គាត់បានយល់ដឹងពីរថយន្តនេះខ្លះហើយប៉ុន្តែការប្រើប្រាស់ទៅលើពុកម៉ែបងប្អូនមានទំនុកចិត្តឬគ្មានទំនុកចិត្តទៅលើ Garage VM 168សូមមកសម្រាប់សម្រាប់រថយន្តមួយនេះដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនដឹងថាពុកម៉ែបងប្អូនអាចជារថយន្តនៅទីណាក៏បានដែរប៉ុន្តែពុកម៉ែបងប្អូនមិនមានទំនុកចិត្តក៏ពុកម៉ែបងប្អូនពិបាកក្នុងការយករថយន្តទៅប្រើប្រាស់ដែរបាទប៉ុន្តែខ្ញុំមកបង្ហាញគឺរថយន្តប្រភេទជាប្រភេទរថយន្តសំណុំសឹងតែ 90% នៃរថយន្តតាមដងឆ្នាំផលិត2002មែនមកពុកម៉ែបងប្អូនជាង20ឆ្នាំហើយប៉ុន្តែនៅស្អាតខ្លាំងនៅស្អាតខ្លាំងបាទមើលដៃជើងខាងក្នុងមិនថាទ្វារកូតកញ្ចក់អីគឺនៅសំណុំទាំងអស់ពុកម៉ែបងប្អូនខ្ញុំសូមបង្ហាញជូនពុកម៉ែបងប្អូនហើយផ្នែកខាងក្នុងបាទផ្នែកខាងក្នុងដូចខ្ញុំតែងតែធ្វើវីដេអូគឺមិនថាដដែលទៅលើរថយន្តគឺខ្ញុំចង់បង្ហាញមិនថាផ្នែកណានៃរថយន្តគឺពួកខ្ញុំតែបង្ហាញច្បាស់ជូនពុកម៉ែបងប្អូនបាទអ្វីដែលជាការខ្វះខាតនៃផ្នែករថយន្តអ្វីដែលជាមិនមានការខ្វះខាតគឺខ្ញុំតែងតែបង្ហាញច្បាស់ជូនពុកម៉ែបងប្អូនបងប្អូនឃើញក្នុងវីដេអូនេះស្រាប់ហើយគឺមិនមែនពួកខ្ញុំចេះតែនិយាយចេះតែថាដើម្បីឲ្យយើងលក់ឡានដាច់មិនមែនទេគឺខាងក្នុងគឺស្អាតភ្លើងដូចខ្ញុំបញ្ជាក់ពុកម៉ែបងប្អូនសូម្បីតែត្រង់ក៏គ្មានការជួមការបែកបាក់អីទាំងអស់សំណុំរបស់រថយន្តគឺគ្មានការកែច្នៃនិងការបែកបាក់អីទាំងអស់បាទម្ចាស់មុនក៏ប្រែថៃមែនទេបាទគឺលើប្រព័ន្ធភ្លើងដំបូលបើកបាទប្រព័ន្ធភ្លើងដំបូលបើកអីគឺនៅដំណើរការសឹងតែ100%តែម្ដងពុកម៉ែបងប្អូនឃើញជាស្ដែងនេះបាទគឺខ្ញុំហ៊ានចុចបង្ហាញពុកម៉ែបងប្អូនបាទគឺដំណើរការទាំងអស់តែម្ដងបាទគឺនៅស្អាតណាបាទ
គឺអត់មានការបែកបាក់ឬក៏កែច្នៃទេហើយអត់មានការជ្រាបទឹកឬក៏ពុកជ្រៅទេបង្ហាញជូនពុកម៉ែបងប្អូនច្បាស់ៗក្នុងវីដេអូតែម្ដងបាទម៉ាស៊ីនត្រជាក់វិញគឺនេះវាឆេះខ្ញុំបើកតែមួយកម្មឬពីរកម្មទេពុកម៉ែបងប្អូនប៉ុន្តែត្រជាក់បាទហើយស្នំដៃជើងអីគឺនៅថ្មីតែម្ដងគឺអត់មានការកែច្នៃអ្វីទាំងអស់បាទគឺនៅថ្មីសំណុំរបស់រថយន្តតែម្ដងបាទឥឡូវខ្ញុំសូមបង្ហាញផ្នែកផ្សេងទៀតនៃរថយន្តដើម្បីឲ្យពុកម៉ែបងប្អូនកាន់តែច្បាស់អំពីរថយន្តតែម្ដងដូចខ្ញុំបញ្ជាក់អញ្ចឹងសម្បកកង់គឺថ្មីទាំង4គ្រាប់តែម្ដងពុកម៉ែបងប្អូនដោយសារម្ចាស់មុនគាត់ទៅផ្លាស់ប្ដូរហើយ delay ខ្ពស់ទៀតពុកម៉ែបងប្អូនយកទៅប្រើប្រាស់អាចនឹងប្រើប្រាស់បានរយៈពេលតបានយូរបាទពុកម៉ែបងប្អូនស្គាល់ហើយផ្នែកខាងក្រោយសម្រាប់រថយន្ត OX 300គឺផ្នែកខាងក្រោយគឺមានការធំទូលាយបាទធំទូលាយគឺពុកម៉ែបងប្អូនអាចដាក់សម្ភារៈតាមតម្រូវការបាទរបស់ពុកម៉ែបងប្អូនបាទតាមតម្រូវការពុកម៉ែបងប្អូនហើយមិនថាដៃជើងមិនថាអីគឺអត់មានការបែកបាក់ទេបាទនេះជាផ្នែកដាក់កង់សង្កួររបស់រថយន្ត300តែម្ដងបាទខ្ញុំចង់មកបង្ហាញគឺបាទគឺស្អាតរបៀបនេះតែម្ដងបាទមានការពុកច្រេះឬក៏កែច្នៃឬក៏បុកប៉ះអ្វីទាំងអស់បាទខ្ញុំសូមបញ្ជាក់បងពុកម៉ែបងប្អូនរថយន្តមួយនេះខ្ញុំហ៊ានធានានៅក្នុងការ៉ាសរបស់ពួកខ្ញុំយកតគឺការ៉ាស VM168 ជាប្រភេទរថយន្តសំណុំដែលគ្មានការបុកប៉ះកលាប់កាត់តឬបដូរពណ៌អ្វីទាំងអស់បាទជាសំណុំរបស់រថយន្តដើមតែម្ដងបាទមិនថាកលុកកលៀតដៃជើងគឺនៅសំណុំទាំងអស់ពុកម៉ែបងប្អូនបាទគឺសម្រាប់សម្រាំងល្អមែនទែនសម្រាប់ពុកម៉ែបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់បាទមិនថាដៃជើងពុកម៉ែបងប្អូននេះគឺខ្ញុំមិនមានថាក្នុងវីដេអូទេគឺនៅសំណុំរបស់រថយន្តតែម្ដងបាទមានការកែច្នៃអីទេពុកម៉ែបងប្អូនបាទកលាប់កាត់តដូរពណ៌អីក៏គ្មានដែរបាទខ្ញុំបង្ហាញនៅបាតរថយន្តបន្តទៀតពុកម៉ែបងប្អូនបាទសម្រាប់បាតរថយន្តគឺខ្ចីញញតែម្ដងពុកម៉ែបងប្អូនបាទមានការកែច្នៃទេគឺនៅសំណុំរបស់រថយន្តបាទគឺអត់មានពុកឬក៏ចេះឬក៏កែច្នៃអ្វីទាំងអស់សម្រាប់ពុកម៉ែបងប្អូនដូចខ្ញុំបញ្ជាក់សម្រាប់ទឹកថ្នាំបាញ់តិចតួចពុកម៉ែបងប្អូនលើខាងមុខខាងក្រោយធម្មតារថយន្តស៊េរីនេះវាមានតែបាញ់ខ្លះជាជាបំផុតទេគឺសំខាន់គឺរថយន្តអត់បុកអត់ប៉ះគឺនៅសំណុំម៉ាស៊ីនរបស់រថយន្តបាទគឺនៅសំណុំម៉ាស៊ីនរបស់រថយន្តតែម្ដងមើលទៅគឺអត់មានទាស់ភ្នែកទេពុកម៉ែបងប្អូនចូលទៅគឺផាសុខភាពតែម្ដងរបស់រថយន្តមួយគ្រឿងនេះបាទនេះពុកម៉ែបងប្អូនស្គាល់ហើយជាប្រភេទរថយន្ត SUV ទំនើបរបស់ Lexus ចាប់ពីឆ្នាំ98 99រហូតដល់2003គឺជាប្រភេទរថយន្តដែលប្រើប្រព័ន្ធភ្លើងមិនថាកៅអីចុចកៅអីអីគឺនៅដំណើរការទាំងអស់ណាពុកម៉ែបងប្អូនហើយនេះកន្លែងដាក់អីវ៉ាន់គឺធំទូលាយហើយពុកម៉ែបងប្អូនឃើញហើយគឺនៅកាបឡូអីគឺមានការប្រេះបាក់បែកអីទាំងអស់បាទគឺនៅសំណុំស្អាតបាទឥឡូវខ្ញុំមកបង្ហាញប្លុកម៉ាស៊ីនបន្តសម្រាប់ពុកម៉ែបងប្អូនដើម្បីផ្ដល់ទំនុកចិត្តជូនពុកម៉ែបងប្អូនតែងតែដឹងហើយរាល់វីដេអូទាំងអស់របស់ខ្ញុំដែលខ្ញុំធ្វើជាមួយនឹងការ៉ាសរបស់យើងក្នុងផ្ទាល់គឺការ៉ាស VM168 អូតូខាទិញលក់រថយន្តគ្រប់ប្រភេទគឺពួកខ្ញុំតែងតែផ្ដល់ទំនុកចិត្តមិនថារថយន្តប្រភេទណាទេតែមាននៅក្នុងការ៉ាសមានស្តុកនៅក្នុងការ៉ាសសម្រាប់គឺមហារថយន្តមានស្តុកក្នុងការ៉ាសផងរថយន្តដែលមានស្តុកក្នុងការ៉ាសបាទហើយនៅមានរថយន្តច្រើនទៀតដោយសារយើងនៅសម្អាតខ្លះរថយន្តខ្លះយើងនៅសម្អាតបាទគឺការ៉ាស VM168 តែងតែផ្ដល់ទំនុកចិត្តជូនពុកម៉ែបងប្អូនទៅលើរថយន្តគ្រប់ប្រភេទដែលមានស្តុកនៅក្នុងការ៉ាសពុកម៉ែបងប្អូនអាចមកជាលុយសុទ្ធក៏បានពុកម៉ែបងប្អូនអាចចង់មកបងរំលោះឬក៏គ្មានប្រាក់ក្នុងការចូលរួមបងរំលោះក៏ពុកម៉ែអាចមកដករថយន្តទៅប្រើប្រាស់បានដែរហើយឯកសារងារក្នុងការបងរំលោះគឺតែឯកសារតែងាយគឺមានតែតាក់ញៀនបាន20គូ20ស្នាក់នៅគឺទូរស័ព្ទពីខ្សែពុកម៉ែបងប្អូនអាចមកសិក្សាក្នុងការបងរំលោះពីពួកខ្ញុំបានបាទខ្ញុំសូមបង្ហាញដោយសារមូលហេតុថារថយន្តខ្ញុំហ៊ានធានាទៅលើអត់បុកអត់ប៉ះពុកម៉ែបងប្អូនខ្លះគាត់ស្គាល់គាត់ដឹងពីសន្តាននៃរថយន្តបើរថយន្តបុកប៉ះផ្នែកខាងមុខឬក៏ផ្នែកខាងក្រោយគឺអត់មាននៅសំណុំរបស់រថយន្តទេបាទមិនថាខ្ញុំគឺនៅកូដស៊ីនរបស់រថយន្តតែម្ដងបាទកូដស៊ីនរបស់រថយន្តហើយគ្មានការបាញ់ឬក៏គ្មានការកែច្នៃទៅលើធ្នឹមបាទមិនថាប្លុកឬក៏គល់បូមអីផ្សេងបាទទាំងសងខាងកាមេរ៉ាមែនជួយបង្ហាញបាទទាំងសងខាងគឺនៅសំណុំរបស់រថយន្តតែម្ដងធម្មតាចំណុចខ្វះខាតតិចតួចវាតែងតែមានប៉ុន្តែពួកខ្ញុំនឹងព្យាយាមក្នុងការកែសម្រួលជូនពុកម៉ែបងប្អូនម៉ាស៊ីនដូចខ្ញុំបញ្ជាក់អ្វីជាទំនុកចិត្តរបស់ការ៉ាស VM168 ទំនុកចិត្តរបស់ការ៉ាស VM168 អូតូខាយើងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនគឺមានការធានាជូនដល់ពុកម៉ែបងប្អូនដែលមកជារថយន្តមិនថាបងរំលោះមិនថាទិញលុយសុទ្ធពុកម៉ែបងប្អូនគឺខ្ញុំមានធានាជូនរយៈពេល10ទៅ15ថ្ងៃបើសិនទៅលើមេកានិក
ទៅលើ mechanic បានន័យថាទៅលើម៉ាស៊ីនឬប្រអប់លេខឬប្រព័ន្ធផ្សេងៗបាទរយៈពេល15ថ្ងៃជាទំនុកចិត្តល្អបំផុតសម្រាប់ពុកម៉ែបងប្អូនយកឡានទៅប្រើហើយមានទំនុកចិត្តទៀតមានបញ្ហាពួកខ្ញុំជួសជុលឬក៏ធន់ធ្ងរពួកខ្ញុំនឹងផ្លាស់ប្ដូរជូនពុកម៉ែបងប្អូនតែម្ដងគឺប្រោទំនុកចិត្តបាទលោកម៉ាស៊ីនគឺស្អាត mechanic អីគឺប្រព័ន្ធភ្លើងគឺនៅដំណើរការទាំងអស់របស់រថយន្តតែម្ដងបាទដូចខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនរាល់ការធ្វើវីដេអូទាំងអស់សម្រាប់ពុកម៉ែបងប្អូនគឺការចង់បង្ហាញនឹងភាពទំនុកចិត្តជូនពុកម៉ែបងប្អូនដោយសារពួកខ្ញុំមានការ៉ាស់ត្រឹមត្រូវគឺ VS 168 Octocar បាទទិញលក់រថយន្តគ្រប់ប្រភេទតែដូចខ្ញុំបញ្ជាក់អញ្ចឹងរថយន្តស្អាតបាទខ្ញុំទិញចូលក្នុងការដើម្បីលក់ជូនពុកម៉ែបងប្អូនទៅហើយរថយន្តមួយប្រភេទនេះឆ្នាំ02ពិតមែនពុកម៉ែបងប្អូនតែតម្លៃវិញធូរថ្លៃមែនទែនខ្ញុំលក់ក្រុមទីផ្សារជូនពុកម៉ែបងប្អូនលើ10000នេះលើ10000ទីទួយពុកម៉ែបងប្អូនលើ10000ទីទួយពុកម៉ែអាចមកយករថយន្តទៅប្រើបានបាទលើ10000ទីទួយពុកម៉ែអាចយកមករថយន្តទៅប្រើបានបាទឆ្នាំ02ហើយពណ៌ពេញនិយមទៀតគឺពណ៌មាសពណ៌មាសពណ៌ទឹកគេហៅថាពណ៌ទឹកប្រាក់ទឹកមាសអញ្ចឹងបងប្អូនទាំងពណ៌ទាំងតម្លៃទាំងគុណភាពរបស់រថយន្តជាទំនុកចិត្តដ៏ខ្ពស់មួយសម្រាប់ពុកម៉ែបងប្អូនជឿលើការ៉ាស់ TS 168បាទដូចខ្ញុំបញ្ជាក់ខាងលើពុកម៉ែចង់មកជាជំនួយសុទ្ធក៏បានចង់បងរំលោះមានប្រាក់ចូលរួមក៏បានឬក៏ពុកម៉ែបងប្អូនគ្មានប្រាក់ចូលរួមក៏ពុកម៉ែបងប្អូនអាចមកសិក្សានឹងការបងរំលោះពីការ៉ាស់យើងខ្ញុំបានផងដែរបាទខ្ញុំមានតែប៉ុណ្្នឹងទេក៏ពុកម៉ែបងប្អូនឆ្ងល់ឬក៏ចង់បានព័ត៌មានផ្សេងៗបន្ថែមពីរថយន្តតែខ្ញុំបង្ហាញនេះឬក៏រថយន្តផ្សេងៗដែលមានស្តុកក្នុងការ៉ាស់របស់ពួកខ្ញុំអាចខលតាមលេខទូរស័ព្ទឬក៏ Telegram ដែលខ្ញុំដាក់ក្នុងវីដេអូនេះឬក៏តាម page ដែលខ្ញុំបង្ហោះនេះតែម្ដងក៏បានបាទអរគុណច្រើនពុកម៉ែបងប្អូនខ្ញុំនឹងស្វាគមន៍ពុកម៉ែរបស់បងប្អូនដោយទំនុកចិត្តបាទអរគុណសូមគោរពជម្រាបលាបាទ